អូយ៉ាអែកុំមកចេះដឹងរឿងអ្នកមានរ៉ាច់ជិះខ្ញុំអើយមីងសារ៉ាឡាក់ទៅរឹបជើងតម្លៃរឹបមើលរបស់ខ្ញុំអស់ហើយពួកអ្នកក្រនោះពិតជាអញ្ចឹងមែនមួយថ្ងៃគិតទៅស្ទើរស្រែប្រឡាក់ផុកមិនដែលស្គាល់ភាពស៊ីវិល័យដូចខ្ញុំសោះសំទោសពូត្រែខ្ញុំគ្មានចេតនាទេឃើញលុយក្នុងកាបូបខ្ញុំទេច្រើនបិណ្ឌភ្នំពួកនេះឯងទៅស្រែមួយជីវិតក៏រកមិនបានបិណ្ឌកូនកាបូបខ្ញុំដែរអូហូលោកមហាសេដ្ឋីត្រីលុយច្រើនម្លឹងមិនទិញឡានជិះទៅមហាថ្ងៃក្តៅលើកខ្មៅដូចគូឆ្នាំងអញ្ចឹងឬមួយក៏មហាសេដ្ឋីសម័យនេះចូលចិត្តដល់ហាថ្ងៃអើយខូចស្បែកអូយ៉ាអែកុំមកចេះដឹងរឿងអ្នកមានខ្ញុំដើរនេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនៅវាស្រែទៅនៅទីក្រុងគ្មានខ្យល់អាកាសល្អអញ្ចេះទេពូត្រៃឈប់ខ្ញុំរនឹកបោកសេដ្ឋីមួយសិនពូត្រៃបោកពូឯងចង់ស្រូបខ្យល់អាកាសនៅវាស្រែនេះពូឯងត្រូវបង់លុយឲ្យខ្ញុំភ្លាមព្រោះខ្យល់អាកាសដែលបក់កាត់វាស្រែនៅត្រង់នេះគឺហោះកាត់តាមវាស្រែរបស់មីងសានិងស្រែខ្ញុំតគេមកលួចដល់ដង្ហើមស្រូបយកខ្យល់អាកាសរបស់ពួកខ្ញុំទៅទេអញ្ចឹងអីខ້ອຍទំនៀមទម្លាប់របស់អ្នកមានអស់ហើយអីងើបហើយមិនសួយយ៉ាមានលឹបលេខ្យល់អាកាសនៅលើមេសោះសត្វដីស្រែរបស់ឯងដែលអ្នកណាគេលក់ខ្យល់អាកាសនោះខ្យល់អើយចាញ់បើពួកឯងមិនព្រមបង់លុយទេខ្ញុំនឹងយកស្លឹកត្នោតនេះបក់ដេញខ្យល់ចេញឲ្យអស់មិនអោយពួកឯងមានខ្យល់ដល់ដង្ហើមឡើយមីងសាជួយបក់ខ្យល់ចេញកុំឲ្យគាត់ស្រូបយកខ្យល់ទៅទេដេញខ្យល់ចេញអស់ទៅសូយ៉ាឲ្យគាត់ថាដង្ហើមមកញឹកតែម្ដងទៅព្រោះគាត់មានលុយតែអត់ខ្យល់ដាក់ដង្ហើមអូច្បាប់ទៅអញមកណាអញជាមហាសេដ្ឋីអញមិនដែលស៊ីខ្សែនេះណាទេនេះលុយមករៀលខ្លៃទិញខ្យល់ដល់ដង្ហើមជុំវិញស្រែនេះណែលុយ10000រៀលខ្លៃទិញខ្យល់សេដ្ឋីត្រីអើយសេដ្ឋីត្រីមានលុយតែមិនមានខួរក្បាលសោះខ្យល់អាកាសរបស់ធម្មជាតិស្រស់មានអ្នកណាទៅដេញខ្យល់កោចេញមកល្បែងរបស់អ្នកស្រែបាត់